គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញលេងបងប្អូនការអបសុខព្រះអង្គដូចជាបិណ្ឌបាតទេបិណ្ឌបាតឆ្លាក់ខ្នាយនេះខ្នាយតាន់ណាបងប្អូនតាន់ហោងតិចបៃសាបងប្អូនណាអាចជៀវបានបងប្អូនមិននិមន្តទៅបានបងប្អូនណាស្រឡាញ់ឆ្លាក់បានម្ដងខ្នៃតាន់សាច់ក្រាស់បងប្អូនសាច់ហោងប្រហែលជាកាច់ដៃបងប្អូនប្រហែលជាកាច់ដៃមើលទៅព្រោះវាមិនដែលកាច់ណាដល់វែងប្រវែងហ្នឹងតែសាក់ឆ្លាក់ខ្នាយសាច់ខ្នាយស្អាតបងប្អូនឆ្លាក់ទៅសាច់វាមានឆ្លាក់ខុសពីស្នែងឆ្លុះបងប្អូនស្នែងឆ្លុះវាអុចតែសម្បុរខ្នាយវាស្អាតជាងបងប្អូនណាស្រឡាញ់ពេញចិត្តអាចសាកសួរបានបងប្អូនខ្នាយមួយដើមហើយនឹងព្រះអង្គសមាធិមួយអង្គឬក៏ចង់បានរបស់ផ្សេងខ្នាយនេះវាមិនសូវមានទេបងប្អូនខ្សាច់ក្រាស់ដល់នឹងមិនសូវមានទេណាខ្នាយអសស៊ីទឹកដៃអែមបងប្អូនកាមេរ៉ាថតអត់សូវច្បាស់តែដឹងថាអែមដែរតាធុកតាន់បងប្អូនណាជាវខ្នាយនេះមួយដើមខ្ញុំថែមជូនកធុកតាន់នេះមួយទៅបងប្អូននេះថែមកធុកតាន់មួយទៅ$120បងប្អូនថែមកធុកតាន់ឲ្យមួយទៅ
បានជាគូប្រភេទអញ្ញឹមនៅតានេះស័ក្តិសមនឹងតម្លៃបងប្អូនខ្នាយតាន់បានច្រើនសស៊ីហើយកុំតបាក់ឯងបងប្អូនមកសស៊ីហើយប្រភេទអញ្ញឹម$120បងប្អូនថែមកធុកឲ្យមួយទៅអវ៉ាន់ច្រើនពេកមានតែដាក់តម្លៃនោះទៅហើយបងប្អូនណាចង់បានបោះចាស់សម្រាប់បៀមនេះតាមនេះអេសីអាចសាកសួរបានបងប្អូន